សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំកំពុងបើកឡានប៉ុន្តែមិនមែនបើកឡានទៅដំណើរកំសាន្តដូចរាល់ដងទេគឺមកញ៉ាំអីជុំគ្រួសារពេលល្ងាចព្រោះដោយសារថ្ងៃនេះខ្ញុំមានកម្មវិធីមួយគឺខួបកំណើតក្មួយស្រីរបស់ខ្ញុំឥឡូវនេះខ្ញុំមកដល់កន្លែងហាងហើយកំពុងរៀបចំនឹងខេតដើម្បីឡើងទៅជាន់ខាងលើដោយសារហាងគឺនៅជាន់ខាងលើហើយថ្ងៃនេះគឺពួកខ្ញុំមកញ៉ាំអាហារជប៉ុនហើយកន្លែងញ៉ាំអីមួយកន្លែងនេះគឺអត់នៅឆ្ងាយពីផ្ទះខ្ញុំទេដូច្នេះហើយយើងក៏សម្រេចចិត្តថាមកញ៉ាំអីនៅកន្លែងនេះតែម្ដងទៅហើយនេះជាក្មួយរបស់ខ្ញុំតុំតែមកខួបទេប៉ុន្តែចង់ដើរលេងដែរហើយនេះក្មួយស្រីរបស់ខ្ញុំមក3នាក់អញ្ចឹងនៅចដាយន្តក៏ញាស់គ្នាទៅវិញទៅមកបន្ទាប់មកឥឡូវយើងដល់ជាន់ញ៉ាំអីហើយអញ្ចឹងពួកខ្ញុំក៏បានដើរចេញអញ្ចឹងគ្រាន់តែបើកទ្វារចដាយន្តមកភ្លាមខ្ញុំឃើញដេករបស់គាត់ភ្លាមព្រោះគាត់ដេកនៅទល់មុខទ្វារចដាយន្តនឹងតែម្ដងឃើញថាដេកគាត់បែបខ្មែរស្អាតមានការឈប់មានសឹកឈប់អីចឹងទៅបន្ទាប់មកខ្ញុំក៏ដើរមកកន្លែងញ៉ាំអីហើយកន្លែងនេះគឺយើងធ្វើការកក់តុកមុនចឹងពេលនេះខ្ញុំបានមកដល់កន្លែងអង្គុយញ៉ាំអីហើយអ្នកទាំងអស់គ្នានៅខាងក្នុងគឺគេដេកបែបលក្ខណៈរ៉ូមែនទិកសម្រាប់អ្នកចូលចិត្តរ៉ូមែនទិកគឺខ្ញុំរីកខមមិនឲ្យមកកន្លែងនេះបានពេលនេះគឺឆេបគាត់ចេញមកស្វាគមន៍ហើយបន្ទាប់មកគាត់ក៏បានសួរថាតើពួកខ្ញុំមានអាឡែស៊ីជាមួយអីគេខ្លះអញ្ចឹងបើសិនជាយើងអាឡែស៊ីជាមួយអាហារណាមួយឬក៏គ្រឿងទេសណាមួយយើងសូមប្រាប់គាត់មុនគាត់នឹងអត់ប្រើគ្រឿងទេសហ្នឹងអាហារហ្នឹងសម្រាប់យើងទេគាត់នឹងបង្វែរទៅជាអីផ្សេងអញ្ចឹងហើយឥឡូវនេះមកដល់វគ្គ welcome drink ហើយអ្នកទាំងអស់គ្នាចំពោះ welcome drink នេះគឺជាទឹកត្រចៀកកម្មប៉ុន្តែអត់សូវផ្អែមទេឥឡូវនេះខ្ញុំសាក់មួយសិនអញ្ចឹងបន្ទាប់ពីបានភ្លក់ welcome drink ហើយយើងក៏លេចមកមើល chef វិញគឺគាត់កំពុងតែហាន់ត្រីដើម្បីធៀមសម្រាប់អាហារឲ្យពួកយើងឥឡូវនេះគឺមុខម្ហូបទី1របស់យើងបានចេញជារូបរាងហើយខ្ញុំសាក់ភ្លក់មួយសិនគឺឃើញថាខាងក្នុងគឺជាដឡូងចំណែកអ្នកទាំងអស់គ្នាឃើញនៅខាងក្រៅនឹងខ្មៅគឺល្ងអ្នកទាំងអស់គ្នាគឺគេយកល្ងមករំជាមួយនឹងដំឡូងហើយចំពោះរសជាតិវិញគឺឆ្ងាញ់អ្នកទាំងអស់គ្នាខ្ញុំចូលចិត្តអត់ផ្អែមអត់ប្រៃគឺល្មមតែម្ដងឥឡូវនេះមុខម្ហូបទី2របស់យើងបានចេញមកហើយគឺជាត្រីធូណាសាស៊ូមីអ្នកទាំងអស់គ្នាហើយចំពោះរសជាតិវិញគឺផ្អែមត្រជាក់មួយនេះក៏ខ្ញុំចូលចិត្តដែរបើនិយាយរួមទៅខ្ញុំចូលចិត្តម្ហូបជប៉ុនអញ្ចឹងហើយបើនិយាយពីម្ហូបជប៉ុនមួយណាក៏ខ្ញុំចូលចិត្តដែរហើយត្រូវមកខ្ញុំទាំងអស់ព្រោះខ្ញុំអត់ចូលចិត្តញ៉ាំផ្អែមហើយប្រៃទេបើចំពោះម្ហូបជប៉ុនគឺសាបអញ្ចឹងអ្នកទាំងអស់គ្នាអ្នកធ្លាប់ហូបម្ហូបជប៉ុនគឺប្រហែលដឹងហើយម្ហូបជប៉ុនគឺអត់ប្រើគ្រឿងដិតច្រើនទេចឹងឥឡូវនេះមុខម្ហូបទី3យើងក៏បានចេញមកទៀតហើយគឺជាសាឡាត់មុខម្ហូបនេះមុននឹងយើងញ៉ាំគឺត្រូវចាក់ទឹកសោសចូលសិនបន្ទាប់មកយើងក៏ច្របល់វាចូលគ្នាហើយយើងអាចញ៉ាំបានហើយអ្នកទាំងអស់គ្នាហើយឥឡូវនេះយើងចូលមកដល់មុខម្ហូបទី4របស់យើងគឺមានត្រីសាម៉ុននិងធូណាហើយបន្លែនៅក្នុងនោះគឺយើងអាចញ៉ាំបានទាំងអស់អ្នកទាំងអស់គ្នាហើយជាស្អីហើយអ្នកទាំងអស់គ្នាដោយសារតែខ្ញុំផ្ដាសាយអញ្ចឹងពាក្យខ្លះខ្ញុំនិយាយអត់សូវបានច្បាស់ទេនៅគឺងងហើយប៉ុន្តែឥឡូវអត់អីទេខ្ញុំចិត្តជាហើយសល់មួយថ្ងៃពីរថ្ងៃទៀតប្រហែលជាហើយចឹងឥឡូវនេះយើងងាកមកម្ហូបរបស់យើងវិញខ្ញុំកំពុងតែភ្លក់ត្រីសាម៉ុននៅទីនេះគឺមានរសជាតិផ្អែមហើយស្រស់អ្នកទាំងអស់គ្នានិយាយទៅមិនថាត្រីសាម៉ុនឬត្រីផ្សេងៗទេគឺពួកគាត់នាំយកត្រីដែលមានគុណភាពល្អយកមកធ្វើអាហារជូនពួកយើងតែម្ដងហើយឥឡូវនេះគាត់កំពុងតែលាបទៅលើត្រីសាម៉ុនទៀតហើយដើម្បីត្រៀមធ្វើសាស៊ូមីឲ្យខ្ញុំញ៉ាំមួយមុខទៀតបន្ទាប់ពីបានមើលសកម្មភាពរបស់ chef រួចហើយយើងមកស្ដាប់ការរៀបរាប់របស់ chef អំពីមុខម្ហូបនីមួយៗដែលគាត់បានដាក់ជូនខ្ញុំBlack Eddie វាជាប្រភេទរបស់ពងទារបស់ខ្ញុំតែសម្រាប់សុំនឹងបានវិញបានដាក់របស់ខ្ញុំចឹងឥឡូវនេះមុខម្ហូបទី5របស់យើងបានចេញមកហើយនៅខាងលើសាស៊ូមីមួយដុំនេះគឺមានពងពគាពណ៌ខ្មៅនៅលើនឹងដែរអញ្ចឹងខ្ញុំភ្លក់មួយម៉ាត់សិនចឹងបន្ទាប់ពីបានភ្លក់រសជាតិមុខម្ហូបទី5ហើយខ្ញុំក៏ត្រៀមខ្លួនសម្រាប់មុខម្ហូបទី6ហើយមើលក្មួយខ្ញុំគាត់ស្ងាត់អ្នកទាំងអស់គ្នា
ឥឡូវនេះមុខម្ហូបទី6របស់យើងគឺបានចេញជារូបរាងហើយគឺបកាសាស៊ូមីហើយឥឡូវនេះយើងចូលទៅដល់មុខម្ហូបទី7មួយទៀតចំពោះមុខម្ហូបទី7នេះគឺជាប្រភេទពងមាន់ចំហុយហើយនៅខាងលើគឺមានពងត្រីសាម៉ុនហើយសភាពពងមាន់នេះគឺទន់មែនទែនអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តមុខម្ហូបមួយនេះខ្លាំងដែរឥឡូវខ្ញុំកំពុងតែភ្លក្សរសជាតិហើយចឹងឥឡូវនេះមុខម្ហូបទី8របស់យើងគឺបានចេញមកហើយមុខម្ហូបមួយនេះគឺសាមញ្ញទេនៅខាងលើគឺមានសាច់គោហើយឥឡូវនេះខ្ញុំនឹងបើកសំឡេងរបស់ chef ដែលគាត់នឹងបកស្រាយពីមុខម្ហូបទី9ឲ្យអ្នកទាំងអស់គ្នាស្ដាប់ spicy handle ក៏បងមានឈ្មោះថា spicy handle គឺជាប្រភេទសាច់ត្រី3ប្រភេទដែលយើងប្រើជាមួយនឹងសាច់ sauce spicy ដែលមានរសជាតិជូរហើយផ្អែមសម្រាប់មុខម្ហូបមួយនេះគឺខ្ញុំធ្វើការខ្ចប់សិនដោយសារមានសារ៉ាយញ៉ៃពេកខ្ញុំក៏ខ្ចប់ឲ្យទូចបន្តិចដើម្បីងាយស្រួលដាក់ចូលក្នុងមាត់ហើយមុនដំបូងញ៉ាំទៅគឺធម្មតាដល់ពេលញ៉ាំទៅពីបាន2-3ម៉ាត់គឺចាប់ដើមទទួលបានរសជាតិមួយគឺផ្អែមត្រជាក់ក្នុងមាត់តែម្ដងសម្រាប់មុខម្ហូបមួយនេះចាសម្រាប់ម្ហូបតបបមានឈ្មោះថា Bitata on គឺជាប្រភេទនំប៉័ងជាមួយសាច់គោដែលយើងធ្វើអាប់ជាមួយនឹងពងត្រីសាម៉ុនIchi ni sa. Thank you. ឥឡូវនេះយើងមកដល់មុខម្ហូបទី10ហើយមុខម្ហូបទី10នេះគឺជាមុខម្ហូបដែលខ្ញុំទន្ទឹងរង់ចាំជាងគេព្រោះខ្ញុំចូលចិត្តមុខម្ហូបមួយនេះជាងគេបំផុតក្នុងចំណោមមុខម្ហូបទាំងអស់សម្រាប់ម្ហូបតបបមានឈ្មោះថាមីសុសុតែខាងក្នុងយើងប្រើជាមួយនឹងត្រីបាទកំណែសាច់ខ្ទឹមនិងសាច់កាទៀវជាជាឥឡូវនេះមកដល់មុខម្ហូបទី11ហើយអ្នកទាំងអស់គ្នាគឺជាប្រភេទស៊ុបខាងក្នុងគឺមានសារ៉ាយនិងតៅហ៊ូហើយចំពោះរសជាតិស៊ុបមួយនេះគឺមានរសជាតិរាងដុតបន្តិចអ្នកទាំងអស់គ្នាហើយមានកម្លាំងមែនទែននៅពេលដែលយើងបានហូបទៅបន្ទាប់ពីបានភ្លក្សរសជាតិស៊ុបនេះរួចហើយគឺខ្ញុំត្រៀមខ្លួនសម្រាប់មុខម្ហូបទី12គឺជាម្ហូបចុងក្រោយតែម្ដងមានឈ្មោះថា Castella គឺជាប្រភេទនំពងទាចំពោះមុខម្ហូបទី12ចុងក្រោយនេះគឺជាប្រភេទនំពងទាដែលជាបង្អែមចុងក្រោយហើយបន្ទាប់ពីបានញ៉ាំអីរួចរាល់ហើយអស់នៅទីនេះគេក៏មានជាលក្ខណៈតន្ត្រីដើម្បីកំដរអារម្មណ៍ពួកយើងផងដែរឥឡូវតោះយើងទៅស្ដាប់ទាំងអស់គ្នាចឹងបន្ទាប់ពីបានញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាលក្ខណៈគ្រួសារហើយគឺពួកយើងបានធ្វើគូកណាតជូនក្មួយស្រីរបស់ខ្ញុំគាត់មានការសប្បាយចិត្តមែនទែនហើយវីដេអូនេះដែរខ្ញុំនឹងរក្សាទុកនៅក្នុង YouTube ដើម្បីឲ្យគាត់ពេលធំទៅបានមើលវីដេអូថ្ងៃគូកណាតរបស់ខ្លួនឯងហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះរហូតដល់ចប់ផងដែរ